សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀប online អក្សរទៅជាសំឡេងដំបូងឡើយយើងបើក Google Chrome មកហើយយើងចូលទៅ website មួយ ai-studio.google.com ចូលហ្នឹងមកពេលហ្នឹងវាចេញមកបែបហ្នឹងយើងចូលទៅរើសយក agent យើងស្លេចយក audio ហើយបន្ទាប់មកវាមាន model ច្រើនតែយើងត្រូវយកគឺយើងយកឲ្យវានិយាយទៅជាអក្សរទៅជាសំឡេងអញ្ចឹងយើងយកច្រើនណាស់ 3.1 plus TTS តែតើអ្នកមាន account pro បានប្រើ 3.1 plus នឹងបានណាតែបើអត់មានអ្នកតែអត់មាន account pro ទេអាចទៅបានតែ 2.5 ទេតែជាខ្មែរអត់ច្បាស់ទេអញ្ចឹងអ្នកដែលមាន account pro បានប្រើកើត 3.5 ហ្នឹងហើយតាមមកចូលយក everyday assistant តាមមកកន្លែង speaker នេះយើងលុបវាចោលហើយយើងទៅយកអក្សរដែលយើងចង់ឲ្យវានិយាយជាសំឡេងបាទហើយខ្ញុំមានបទភាពមួយនេះចុះខ្ញុំ copy វាមកវាអក្សរក៏បានដែរតែនេះខ្ញុំឧទាហរណ៍ឲ្យមើលទេហើយតាមមកផាសចូលទៅក្នុងហ្នឹងតទៅពីផាសចូលរួចហើយយើងរើសនេះយើងរើសក៏បានបាច់រើសក៏បានដែរអានេះរើសអ្នកនិយាយយើងចង់បានតង់បែបណាយើងអាចចាក់ស្ដាប់បាន What's a skill you'd like to develop? បោះស្អីយើងអាចរើសនៅហ្នឹងមក What kind of problem could we និស័យមិនhem យកនេះចុះវារើសបានមិនរើសក៏បានតែបើរើសយើងចង់បានយើងរើសយកទៅហើយតាមមកចុច run នេះណា វេទិកាផ្លូវទូទី2ស្វែងរកផ្លូវសម្រាប់សន្តិភាពកម្ពុជាថៃទូទី2ស្វែងរកផ្លូវសម្រាប់សន្តិភាពកម្ពុជាថៃប៉េកាំងចាប់តាំងពីការផ្ទុះឡើងនៃចំនួនព្រំដែនដ៏សាហាវរវាងកម្ពុជានិងថៃបាទមានប៉ុណ្ណឹងហើយមួយទៀតបើយើងចង់ download សំឡេងនឹងទៅប្រើយើងអាចចុចកន្លែងនេះចុចមកហើយយើង save ទៅកន្លែងនេះយើងចង់ទុកហើយប៉ុណ្ណឹងហើយរួចរាល់អរគុណច្រើន